đây đó khiនេះខ្ញុំយកឃុំទៅហើយនេះជាថ្ងៃដែលឃុំវាឃុំធំតែគ្នានេះគឺយើងបានឃុំមួយទៀតហើយដែលវាឃុំនេះគឺសើកាច់ដូចឃុំមុនទេនេះគឺធំណាស់ធម្មតាទេឥឡូវនេះយើងមកមើលពីឃុំដែលវានៅបាទគឺវានៅកន្លែងព្រៃជ្រៅហើយវានៅកន្លែងព្រៃណាដែលមានក្រាស់មិនមែននៅកន្លែងស្រួលទេអ្នកគ្នាឥឡូវនេះគឺយើងត្រៀមយកហើយមុនយកគឺខ្ញុំត្រូវតែសម្អាតកន្លែងដែលយើងត្រូវយកសិនដើម្បីកុំឲ្យមានបញ្ហាដូចជាមុតជើងឬក៏អាចនឹងមានប្រឡាក់ដៃប្រឡាក់ជើងហើយកន្លែងខ្ញុំហ្នឹងគឺមានបន្លាច្រើនមែនតើអ្នកគ្នាកន្លែងក្បាលខ្ញុំក៏មានបន្លាហើយកន្លែងជើងខ្ញុំក៏មានបន្លាតែអ្នកគ្នាឥឡូវនេះគឺយើងត្រៀមក្នុងការបង្ហូរផ្សែងទៅលើពវាហើយអ្នកគ្នាឥឡូវនេះគឺខ្ញុំកំពុងតែត្រៀមសម្អាតដើម្បីយកពវាឲ្យបានល្អអ្នកគ្នាឥឡូវនេះគឺយើងមានកំបិតទេអ្នកគ្នាទៅយើងយកដៃតែម្ដងបាទដោយសារតែកំបិតយើងគឺអត់សូវមុតខ្លាចទៅពេលយើងកាប់មកយើងអាចធ្វើពវាហ្នឹងភ័យឬក៏រត់មកទិញជើងទៀតអ្នកគ្នាឥឡូវនេះគឺខ្ញុំកាយហើយអ្នកគ្នាកាយយកកាយដើម្បីឲ្យស្អាតឬក៏យើងអាចស្រួលក្នុងការបង្ហូរផ្សែងទៅលើពវាមកដល់កន្លែងនេះគឺខ្ញុំថតឲ្យអ្នកគ្នាមើលថាតើពវានឹងធំបាទគឺធំមែនតើអ្នកគ្នាវានេះគឺកន្លែងបន្លាអ្នកគ្នាវានៅកន្លែងបន្លាឥឡូវនេះគឺយើងត្រៀមក្នុងការដុតបង្ហូរផ្សែងទៅលើពវាហើយដោយសារតែខ្ញុំខ្លាចឆេះព្រៃគេអ្នកគ្នាដោយសារឆ្នាំនេះគឺជាឆ្នាំដែលស្លឹកឈើងាប់ច្រើនហើយនឹងមានស្លឹកឈើជ្រុះច្រើនអញ្ចឹងខ្ញុំមិនសូវហ៊ានក្នុងការដុតឲ្យមានភ្លើងខ្លាំងទេខ្លាចទៅពេលធ្លាក់ដល់ដីទៅឆេះគ្នាខ្ញុំមិនអាចបន្លត់បានទេឥឡូវនេះគឺដោយសារតែអញ្ចឹងហើយខ្ញុំមិនសូវហ៊ានដុតឲ្យវាឆេះខ្លាំងទេគឺខ្ញុំដាក់បន្តិចដើម្បីឲ្យវាហុយផ្សែងបន្តិចដើម្បីពួកវាចេញបានហើយតែគ្នាចេញតែមេឬក៏ចេញតែអ្នកកាច់ហ្នឹងប៉ុណ្ណឹងបានហើយតែគ្នាខ្ញុំមិនចង់ខ្ញុំខ្លាចសេះព្រៃគេដែរអ្នកទាំងគ្នាឥឡូវនេះគឺយើងដុតហើយអ្នកគ្នាឥឡូវនេះគឺយើងបានប៉ុណ្ណេះគឺយើងបានពួកវារត់គេចបាទគឺនេះឥឡូវនេះកន្លែងនេះគឺនៅសល់តែកូនពួកវាទេអ្នកគ្នានេះនៅសល់តែកូនទេមិនមែននៅសល់មេទេមេពួកវាហ្នឹងរត់បាត់ហើយអ្នកគ្នានៅសល់តែកូនទេមុននឹងខ្ញុំយកនឹងគឺខ្ញុំត្រូវតែកាយដើម្បីកុំឲ្យឈើឬក៏ស្លឹកឈើណាប៉ះជាមួយនឹងកាប់ពួកវាទេហើយខ្លាចត្រូវទឹកហើយអាចខ្ទេចខ្ទីអត់មានអត់ស្អាតទេអ្នកគ្នាឥឡូវនេះគឺខ្ញុំត្រៀមក្នុងការកាប់ហើយមុននឹងកាប់គឺខ្ញុំត្រូវតែមើលសិនតើខ្ញុំគូតើមេពួកវាហ្នឹងមានឬអត់ឥឡូវនេះគឺយើងកាប់សាក់ហ្នឹងបើយើងកាប់ទី1គឺឃើញថាអត់មានទេកាប់ទី2គឺអត់តិចទេហើយយើងកាប់មកខ្លាំងទំហឹងមកបាទឥឡូវគឺយើងឃើញថាវាអត់តិចទេអញ្ចឹងយើងកាប់ដោយសារតែកំបិតរបស់ខ្ញុំវាអត់សូវមុតទេអ្នកគ្នាហើយកំបិតហ្នឹងគឺកំបិតគេដែរខ្ញុំមិនមែនសម្រាប់ខ្ញុំទេគឺខ្ញុំខ្ចីគេដែរដោយសារវាអត់មុតអញ្ចឹងហើយខ្ញុំកាប់តិចអ្នកគ្នាដូចក្នុងនេះអ្នកគ្នាខ្ញុំនិយាយអញ្ចឹងដូចកាប់តិចនេះដូចខ្លាយំអញ្ចឹងណាឥឡូវគឺយើងបានហែកឲ្យអ្នកគ្នាឥឡូវយើងហែកខ្ញុំស្មានតែវាដាច់ឥឡូវមានវារហែកថែមទៀតឥឡូវគឺយើងកាត់កន្លែងនេះគឺខ្ញុំធ្វើខុសបន្តិចនេះគ្នាដោយសារតែខ្ញុំភ្លេចមើលគឺស្ដាយមែនតើបាទខ្ទេចបាត់ហើយខ្ទេចមួយចំហៀងបាទហើយយើងកាត់ស្បែកបាទឥឡូវយើងបានតែគ្នាគឺវាធ្លាក់អីវាសល់តែមួយខាងទៀតខ្ញុំអត់ទាន់កាប់ដោយសារតែខ្ញុំដៃមួយគឺកាន់តែសាប់ដៃមួយគឺកាន់ក្បាត់គឺខ្ញុំអត់មានពេលកាប់ទេគ្នាឥឡូវនេះយើងបានកាន់ហើយមើលកន្លែងហ្នឹងសុទ្ធតែបន្លាអ្នកទាំងគ្នាឥឡូវនេះដោយសារតែខ្ញុំអត់មានកន្លែងដាក់កាមេរ៉ាអញ្ចឹងខ្ញុំដាក់កន្លែងដែលកន្លែងណាដែលនឹងចេះតែដាក់ទៅគ្នាដោយសារតែឲ្យតែបានមើលនៅគ្នាដើម្បីទោះបងបើសិនជានិយាយខុសកងឬក៏កាមេរ៉ាខ្ញុំថតមិនសូវស្អាតបាទតែខ្ញុំកុំប្រកាន់អីព្រោះខ្ញុំមិនរៀនធ្វើវីដេអូថតវីដេអូទេអ្នកគ្នាទោះអត់មានអ្នកមើលឬក៏មានអ្នកមើលមួយពីរក៏ខ្ញុំមិនទៅថាដែរអ្នកគ្នាខ្ញុំចេះតែធ្វើដែរហ្នឹង
ដើម្បីជាជំនាញដែលតិចតួចដែលយើងមានអញ្ចឹងចេះតែធ្វើតែគ្នាគេដល់ថ្ងៃក្រោយទៅបាន1 2ទៅអ្នកគ្នាឥឡូវនេះគឺយើងបានប៉ុណ្ណឹងហើយគ្នាគឺមើលតែផ្លិតនឹងទឹករបស់ពួកវានឹងគឺធំហើយវែងទៅគ្នាគឺធំល្អមែនតើវានេះគឺជាវាដែលលំបាកមែនតើអ្នកគ្នាគឺខ្ញុំយកគម្របបានគឺមានបន្លាចច្រើនឥឡូវនេះខ្ញុំថតឲ្យតែគ្នាមើលបាទមានទាំងកូនរបស់ពួកវានៅហ្នឹងហើយនឹងមានផ្លិតដែលធំបំផុតហើយយើងមើលទៅនៅសល់តែទឹកហើយនឹងកូនពួកវានឹងតិចតួចអ្នកគ្នាអត់មានកូនតែថាគេថាកូនអុកណាកូនអុកខ្ញុំអត់លេចដែរអ្នកគ្នាឥឡូវនេះគឺយើងកាយឃុំតិចតួចហ្នឹងព្រោះហ្នឹងអត់ចេះតិចទេគ្នាពួកវាតំញាស់ហ្នឹងពួកវាតំញាស់ពីសបុកមកតែគ្នាអត់ចេះតិចយើងទេអានេះគឺខ្ញុំរោមេវាដើម្បីបង្ហាញអ្នកគ្នាមេពួកវានឹងខ្មៅនៅស្នេះឃើញអត់ខ្មៅនេះធំខុសពីកូនពួកវានឹងតិចតួចឥឡូវនេះយើងបានប៉ុណ្្នឹងហើយអ្នកគ្នាបាទសូមអរគុណអ្នកគ្នាគឺសូមមានប៉ុណ្្នឹងវីដេអូខ្ញុំកុំភ្លេច Subscribe និង Follow មួយផងអរគុណច្រើន